រញ្ជួយផាន់ដីនៅប្រទេសភូមាតែចាដីមិនរំកើសំបីបន្តិចគ្រោះរញ្ជួយដីកម្រិតធ្ងន់ 7.7 Richter បានវាយប្រហារប្រទេសមីយ៉ាន់ម៉ាថៃនិងបានរំកើដល់ប្រទេសវៀតណាមនិងកម្ពុជាក្នុងកម្រិតបន្តិចបន្តួចនៅថ្ងៃទី 28 ខែមីនានេះក្នុងនោះប្រទេសភូមាខូចខាតសម្បត្តិជាតិជាច្រើនដូចជាផ្ទះប្រជាពលរដ្ឋវត្តអារាមសាលារៀនដល់ឡែកចាដីដ៏ធំមួយដែលគេស្គាល់ថាចាដីស្វេដាហ្គនបើជាមិនមានរគូសរំកើសំបីបន្តិចតើចាដីនេះមានប្រវត្តិអស្ចារ្យយ៉ាងណាតើអ្នកដឹងទេអ្នកណាខ្លះជាអ្នកសាងសង់និងស្រោបមាននៅលើចេតិយស្វេដាហ្គនប្រទេសភូមាកាលពីអតីតកាលជនជាតិមុនរ៉ាម៉ាញ់នៃអាណាចក្រហិង្សាវតីបានរួមគ្នាកសាងចេតិយដ៏ធំមួយនោះគឺចេតិយស្វេដាហ្គនខណៈមហាចេតិយនេះកំពុងមានភាពល្បីល្បាញយ៉ាងខ្លាំងនាពេលបច្ចុប្បន្នដែលអ្នកដឹងទេថាអ្នកណាខ្លះជាអ្នកសាងសង់ចេតិយស្វេដាហ្គននិងស្រោបមាននៅលើមហាចេតិយមួយនេះចេតិយស្វេដាហ្គនគឺជាមហាចេតិយដ៏ខ្ពស់សន្លឹមមួយស្រោបទៅដល់មាសជំនឿចិត្តមានទីតាំងស្ថិតនៅក្នុងវត្តស្វេដាហ្គនដែលសង់នៅលើភ្នំសង្កូត្រៈនៃទីក្រុងយ៉ាងហ្គនប្រទេសមីយ៉ាន់ម៉ាយោងតាមពង្សាវតាវត្តស្វេដាហ្គនបានបង្ហាញថាចេតិយស្វេដាហ្គននេះត្រូវបានកសាងឡើងតាំងពី 2.500 ឆ្នាំមុនមកម្ល៉េះដើម្បីតម្កល់ព្រះពុទ្ធកេសា8សរសៃនិងព្រះសារីរធាតុនៃព្រះពុទ្ធគោតមដែលដើមឡើយចេតិយនេះបានសាងឡើងអំពីមាសប្រាក់សំណប៉ាហាងទំដែងសំណរថ្មម៉ាប់និងដែកបន្ទាប់មកគេក៏បានរៀបឥដ្ឋពីលើមានកម្ពស់ត្រឹមតែ9 ម៉ែត្រប៉ុណ្ណោះចំណែកការក្រោមមកសភាពចេតិយក៏ចាស់ទ្រទ្រង់ទៅតាមធម្មជាតិទើបមានព្រះមហាក្សត្រមុនរ៉ាម៉ាញ់នៃអាណាចក្រហិង្សាវតីបានចូលរួមសាងសង់ចេតិយនេះឡើងវិញឲ្យខ្ពស់ជាងមុនក្នុងនោះមានដូចជាព្រះចៅពញាអូព្រះមហាក្សត្រីស្វិនសាប៊ូព្រះចៅធម្មាចេតិយជាដើមក្នុងរជ្ជកាលព្រះមហាក្សត្រីស្វិនសាប៊ូដែលបានឡើងនៅសារិចនៅក្រុងហវតីចាប់ពីគ្រិស្តសករាជ 1454 ត្រេត 1471 ព្រះនាងបានសាងសង់ពង្រីកចេតិយបន្ថែមដែលមានទទឹង 250 ម៉ែត្រនិងបណ្ដោយ 300 ម៉ែត្ររូបរាងរបស់ចេតិយថ្មីនេះបានផ្លាស់ប្ដូរពីរូបរាងដើមពោលគឺដូចរូបរាងដែលយើងឃើញនាពេលបច្ចុប្បន្នព្រះមហាក្សត្រីស្វិនសាប៊ូបានចំណាយមាសដែលមានទម្ងន់ស្មើនឹងព្រះកាយរបស់ទ្រង់យកទៅស្រោបពីលើចេតិយស្វេដាហ្គនទ្រង់ក៏បានចេញព្រះរាជអង្គការឲ្យគេសាងសង់ព្រះរាជវាំងនៅក្បែរចេតិយនេះរួមទាំងព្រះរាជទីនាំងមួយសម្រាប់ឲ្យព្រះនាងទតមើលព្រះមហាចេតិយហើយគង់ប្រថាប់ក្នុងព្រះរាជវាំងនេះរហូតដល់សោយទីវង្គតនៅពេលព្រះមហាក្សត្រីស្វិនសាប៊ូសោយទីវង្គតទៅព្រះរាជសន្និសារបស់ព្រះនាងគឺព្រះចៅធម្មាចេតិយបានឡើងសោយរាជបន្តចាប់ពីគ្រិស្តសករាជ 1471 ត្រេត 1492ព្រះអង្គក៏បានចំណាយមាសដែលមានទម្ងន់ស្មើនឹងព្រះកាយទ្រង់ដូចគ្នាយកទៅស្រោបពីលើចេតិយស្វេដាហ្គននេះបន្ថែមទៀតពាក្យថាស្វីមានន័យថាសវណ្ណប្រែថាមាសចំណែកឯពាក្យដាវុនមានន័យថាគិរីប្រែថាភ្នំដូច្នេះពាក្យស្វេដាហ្គននេះមានន័យថាសវណ្ណគិរីឬប្រែថាភ្នំមាសតាមការកត់ត្រាបានបង្ហាញថាមាសដែលបានស្រោបនៅលើចេតិយស្វេដាហ្គននិងមាសដែលមាននៅក្នុងវត្តស្វេដាហ្គនទាំងមូលគឺមានទម្ងន់ចាប់ពី 9 ត្រេ 60 តោនឯណោះក៏បញ្ជាក់ផងដែរថាគ្រោះរញ្ជួយដីកម្រិតធ្ងន់រហូតដល់ 7.7 Richter នេះបានវាយប្រហារចំតំបន់ភាគកណ្ដាលនៃប្រទេសមីយ៉ាន់ម៉ាខណៈកម្លាំងយករញ្ជួយដ៏ខ្លាំងក្លាបានជះឥទ្ធិពលដល់ប្រទេសថៃវៀតណាមនិងកម្ពុជាទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិកនិងមជ្ឈមណ្ឌលភូមិសាស្ត្ររបស់ប្រទេសអាល្លឺម៉ង់បាននិយាយថាការរញ្ជួយដីមានជម្រៅ 10 គីឡូម៉ែត្រជាមួយនឹងចំណុចកណ្ដាលនៅក្នុងប្រទេសមីយ៉ាន់ម៉ាវីដេអូដែលបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីការដួលរលំគានិងមានផ្សែងហុយខណៈមនុស្សជាច្រើនបានស្រែកនិងរត់ចេញពីអគារនៅប្រទេសមីយ៉ាន់ម៉ាអ្នកស្រុកនៅទីក្រុងយ៉ាងហ្គនបាននិយាយថាពួកគេមិនអាចធ្វើការហៅទូរស័ព្ទបានទេបន្ទាប់ពីការរញ្ជួយដីបានកើតឡើងប៉ូលីសនៅទីក្រុងបាងកកបាននិយាយថាអគារខ្ពស់ៗដែលកំពុងសាងសង់ក្នុងទីក្រុងបានដួលរលំហើយចំនួនអ្នកស្លាប់អាចមានប៉ុន្តែមិនទាន់មានតួលេខច្បាស់លាស់ទឹកនៅពីលើដំបូលអគារខ្ពស់ៗក្នុងទីក្រុងបាងកកបានខ្ទាត់ស្រក់មកខណៈវាកំពុងញ័រហើយកំទេចកំពីបានធ្លាក់មកពីអគារជាច្រើនប្រជាជននៅទីក្រុងបាងកកត្រូវបានជម្លៀសចេញពីអគាររបស់ពួកគេដោយឲ្យស្នាក់នៅខាងក្រៅអគារក្នុងករណីមានហេតុការណ៍ផ្សេងទៀតកើតឡើងនាយករដ្ឋមន្ត្រីប៉ែដងឋានស៊ីនវត្រាបានកោះហៅកិច្ចប្រជុំបន្ទាន់មួយដើម្បីវិតម្លៃផលប៉ះពាល់នៃការរញ្ជួយដីនេះនាយកដ្ឋានបង្ការគ្រោះមហន្តរាយរបស់ប្រទេសថៃបាននិយាយថារញ្ជួយដីនេះបានកើតឡើងស្ទើរតែគ្រប់តំបន់នៃប្រទេសកាយប្រទេសកម្ពុជាចូលរួមសោកស្ដាយហេតុការណ៍រញ្ជួយដីពីប្រទេសកម្ពុជាសម្ដេចមហាវិកបតីហ៊ុនម៉ាណែតបានផ្ញើសារចូលរួមសោកស្ដាយជាមួយរដ្ឋាភិបាលថៃនិងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានិងចំពោះប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃនិងសម្ដេចបវរធិបតីបានថ្លែងថារដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកតាមដានស្ថានភាពនេះនិងបានបញ្ជូនមន្ត្រីកម្ពុជាដែលពាក់ព័ន្ធចុះទៅផ្ទាល់ដល់កន្លែងកើតហេតុដើម្បីក្តាប់នៅព័ត៌មាននិងស្ថានភាពនៅទីនោះក៏ដូចជាធ្វើការទំនាក់ទំនងជាមួយ
ជាមួយប្រជាពលរដ្ឋរបស់យើងដែលកំពុងធ្វើការនៅទីក្រុងបាងកកដើម្បីបន្តតាមដានការវិវត្តស្ថានភាពនិងផ្ដល់ការជួយអន្តរាគមន៍សម្ដៅជួយដល់បងប្អូនយើងបានទាន់ពេលវេលានិងតម្រូវការជួយសង្គ្រោះផ្សេងៗផងដែរសម្ដេចបវរធិបតីបានថ្លែងតាមបណ្ដាញសង្គមទៀតថាសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅនិងធ្វើការងារនៅប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃជាពិសេសនៅទីតំបន់រងគ្រោះដោយការរញ្ជួយដីគឺជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាយើងសម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យស្ថានឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសទាំងពីរនិងទីប្រឹក្សាពលករបាននឹងកំពុងបន្តតាមដានដល់យកចិត្តទុកដាក់ខ្ពស់បំផុតទៅលើកិច្ចការងារនេះនិងសហការជាមួយសមត្ថកិច្ចនៅនឹងកន្លែងដើម្បីផ្ដល់នូវកិច្ចការអន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទីនោះឲ្យអស់លទ្ធភាពនិងបានទាន់ពេលវេលាសម្ដេចបវរធិបតីនៅបានអំពាវនាវផងដែរចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ាដែលមានតម្រូវការឬត្រូវការផ្ដល់ព័ត៌មានផ្សេងៗសូមតាក់ទងស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសនីមួយៗអានដោយសម្លេងសព្វនិមិត្តសារិកា AI